មកដល់ហើយបើក្បាលវីដេអូមកគឺថាមានជាការដួលទីណាត់ទីណែងតែម្ដងនៅយូសៀមនៅខែជំរាបរបស់យើងបងបើសិនជាបានទៅគួរតែឆ្លៀតចូលបន្តិចគឺស្អាតខ្លាំងមែនតើហើយជាក់ស្ដែងហ្មងគឺខ្ញុំអត់ដែរជួលជាមួយនឹងរបៀបគេហៅ tour guide អញ្ចឹងណាបងហើយ tour guide ហ្នឹងគឺគេមានជាភាសាខ្មែរឬមួយក៏ភាសាអង់គ្លេសក៏បានដែរនៅខាងមុខវីដេអូបន្តិចទៀតគឺខ្ញុំនឹងដាក់តែជាអក្សរដើម្បីឲ្យបងបានស្ដាប់អំពីសំឡេងឬក៏ការរៀបរាប់នីមួយនៃមួយដំណាក់កាលនៅក្នុងការចូលទៅក្នុងមយូសៀមរបស់យើងតែម្ដងចាថ្ងៃនេះគឺមានជាការជួល tour guide រៀងៗខ្លួនតែម្ដងនៅក្នុងសារមន្ទីរខ្មែរយើងបងគឺគាត់មានការបែងចែកទៅតាមសម័យកាលរបស់យើងកាលពីសម័យដើមណាបងអញ្ចឹងអ្វីដែលsurpriseមែនតើនៅពេលដែលយើងបើកទ្វារមួយដំណាក់កាលទៅមួយដំណាក់កាលគឺប្រៀបដូចយើងបានឆ្លងចូលទៅយល់ដឹងអំពីកាលពីសម័យនីមួយផ្សេងគ្នាហ្មងបងនៅពេលដែលបើកទ្វារចូលទៅគឺអារម្មណ៍របស់យើងគឺខុសគ្នាតែម្ដងដោយសារអីបងទាំងការរចនាទាំងព្រះពុទ្ធដីមាសិលាចារឹកអក្សរខ្មែររបស់យើងគឺមានការផ្លាស់ប្ដូរពីសម័យកាលមួយទៅសម័យកាលមួយតែម្ដងហើយនៅលើបទនីមួយនេះគឺមានចែងជាមួយនឹងព្រះនាមការកសាងនៅសម័យណាការរកឃើញនៅសម័យណាផងដែរមានទាំងទីតាំងពិតប្រាកដជូនដល់បងដែលគាត់បានទស្សនាផ្ទាល់តែម្ដងហើយសម្រាប់ tour guide វិញដូចគ្នាដែលយើងបានជួលហ្នឹងបងគឺមានកន្លែងចុចលេខដើម្បីស្ដាប់ពីប្រវត្តិរបស់រូបសំណាកនីមួយខ្ញុំពិតជាស្រឡាញ់មែនតើនៅពេលដែលបើកទ្វារចូលទៅដល់សាលដែលមានតំណាងតាក់ទងជាមួយនឹងព្រហ្មញ្ញសាសនាបងនៅខាងក្នុងគឺមានលោកពុកចាមានជាមួយនឹងព្រះពុទ្ធដីមាជាច្រើនដែលយើងបានឃើញថាការកសាងគឺខុសប្លែកតែម្ដងសម្រាប់រូបសំណាកនេះហើយនឹងគ្រប់វិញបងគឺមានដួងព្រលឹងតែម្ដងពីព្រោះថានៅពេលដែលយើងមើលកាន់តែចិត្តយើងឃើញនៅការរចនាបថឆ្លាក់យ៉ាងប្រណិតណាបងពីមួយក្បាច់ទៅមួយក្បាច់គឺគាត់ក្បោះក្បាលគឺគាត់ក្រឹកក្រមល្អិតល្អន់ខ្លាំងមែនតើហើយសម្រាប់ខ្ញុំវិញគឺខ្ញុំជក់ចិត្តជាងគេនៅពេលដែលយើងបានដើរកាត់នៅវាបទធំគាត់បានចែងអំពីព្រះមហាក្សត្រកាលពីសម័យដើមមួយដំណាក់កាលទៅមួយដំណាក់កាលលោកបានទុកនៅស្នាប្រវត្តិជាច្រើនគឺខ្ញុំអានយ៉ាងជក់ចិត្តតែម្ដងហើយដូចជាអក្សរដែលបងបានឃើញនេះគឺសុទ្ធតែជាសិលាចារឹកឬក៏អក្សរកាលពីសម័យដើមអញ្ចឹងបងចាប់ផ្ដើមចូលមកដល់ដំណាក់កាលចុងក្រោយនេះគឺមាន gate មួយទៀតដែលយើងចូលទៅដល់កន្លែងដែលគេតម្កល់នៅសម្លៀកបំពាក់បងពីសម័យកាលមួយទៅសម័យកាលមួយតើបងយើងទៅមើលវីដេអូបន្ទាប់ឥឡូវនេះគឺកំពុងតែជិះទៅកាន់ aquarium ដែលមានបងមុំម៉ែតគាត់ហួមនៅក្នុងទឹកហើយយើងមានថយជាច្រើនតែម្ដងអញ្ចឹងកុំភ្លេចតាមដានវីដេអូទី2ទាំងអស់គ្នាខ្ញុំនឹងបង្ហាញបងហើយសម្រាប់ moment នៅខ្មែរយើងបងគឺគាត់ជាជនជាតិខ្មែរពីព្រោះថាមានបងជាច្រើនគាត់ mention នៅក្នុងវីដេអូក្នុង YouTube អីអញ្ចឹងគាត់ថា moment ហ្នឹងគឺមិនមែន moment ខ្មែរតែខ្ញុំបញ្ជាក់គាត់គឺខ្មែរទាំងបរិសុទ្ធនិងស្ត្រីតែម្ដងអញ្ចឹងកុំភ្លេចតាមដានវីដេអូក្រោយទាំងអស់គ្នាបាយ